ចាជ្រាបសួរនិងសួស្តីអ្នកនរថ្ងៃនេះយើងមករៀនលំហាត់បន្តទៀតថានៅក្នុងលំហាត់នេះគឺគេមានរង្វង់ចិត្ត O1 ដែលមានចម្ងាយ OM ចម្ងាយស្មើចម្ងាយពីចិត្តពី O ទៅ M អាចិត្ត O យើងចម្ងាយពីចិត្ត O គូសទ្រូ M ដែលមានកម្ម OB ស្មើ5 cm និងកត់ធ្នូ AB ស្មើ8 cm ហើយគេគូសពី O ទៅ M នោះគេកត់ AB ត្រង់ចំណុច M រកចម្ងាយនៃរង្វង់រកចម្ងាយពីចិត្តនៃរង្វង់តកត់ធ្នូខគណនាបរិមាត្រនិងតេកឡារបស់ត្រកូល OAB អញ្ចឹងទី1យើងត្រូវគូររូបសិនអ្នកនរគូររូបឲ្យយល់សិនអាម៉ាត់នេះគេចង់បានរូបរង្វង់មួយមកគូររូបរង្វង់មួយហើយយើងមានរង្វង់នោះគឺយើងមានផ្ចិតនោះគឺផ្ចិត O ដែល O តម្លាក់មកក្រោមដើម្បីឲ្យកែងជាមួយកត់ធ្នូចេញតម្លាក់មកក្រោមណាប្រមាណកែងនឹងកត់ធ្នូដាក់ប៉ុណ្ណេះចាស្អាតเอาไปแกงចេះចាកែងចេះណា90កែងត្រង់អក្សរ M ហើយនៅលើធ្នូនៅលើរង្វង់នេះវាមានចំណុច A ចំណុច B បង្កើតបានទៅជាអង្កត់ធ្នូមួយឈ្មោះថាអង្កត់ធ្នូ AB គេឲ្យប៉ុណ្ណឹងមករួច AB នេះគេឲ្យ8 cm ហើយពី O ទៅ M នេះជាចម្ងាយចេញពីផ្ចិតទៅចេញចិត្តរង្វង់ទៅអង្កត់ធ្នូនេះចម្ងាយចេញពីចិត្តរង្វង់ទៅអង្កត់ធ្នូនេះគឺជា OM ហ្នឹងឯងនេះឯងគេស៊ូរ៉ូហើយកម្ម OB គេឲ្យកម្មពី O ទៅ B ណាគេឲ្យ5 cm នេះគេឲ្យត្រង់នេះគេឲ្យ5 cm អញ្ចឹងបើយើងមើលនៅក្នុងនេះឃើញរូបត្រីកោណ OMB ចាអូខេយើងបានរូបហើយយើងចាប់ផ្ដើមកណនាសំណួរទី1មកចម្លើយករូបចម្ងាយពីផ្ចិតនៃរង្វង់តង្កត់ធ្នូមានតែចម្ងាយ OM ដែលយើងចង់រកនេះគឺជាចម្ងាយរបស់ O ទៅ M អញ្ចឹងនៅក្នុងត្រីកោណនេះនិយាយក្នុងរូបនេះគឺឲ្យតែតាក់ទងនៅរង្វង់ហើយនឹងត្រីកោណបើមានកែងគាត់កម្មតគឺហើយអញ្ចឹងគេចង់បានចម្ងាយពី O ទៅ M នេះយើងស្គាល់ EPO គេប្រាប់កម្មជា EPO មែនទេ5ហើយកន្លែងនេះគឺគេប្រាប់ប្រឡប់ទៀតហើយកត់ធ្នូបើសិនជាចេញពីចិត្តមកកែងនឹងកត់ធ្នូនេះគឺវាបានពាក្យកណ្ដាលម្នាក់នេះយើងដាក់សិនដាក់ថាដោយ OM បញ្ជាក់ប្រាប់គេសិននេះ OM នេះកែងជាមួយកត់ AB នេះគេកែងត្រង់ M នេះអញ្ចឹងយើងបានកែងនឹងកត់ AB ត្រង់ចំណុច M កែងនឹងកត់ AB ត្រង់ចំណុច M នោះគេបាន AB នេះត្រូវអ្នកពាក់កណ្ដាលចេះកើតឡើងមកពី AM បូក MB ហើយអ្នកទាំងពីរនេះស្មើគ្នាអញ្ចឹងបើសិនយើងចង់បានត្រីកោណរបស់ OMB យកខាង MB មកម្ដងបូកម្ដងឡើង2ដង MB ស្មើ AB យើងមិនចង់បានប្រវែង M ទៅ B MB យក AB ចែកជា2 AB បើយើងរកឃើញ8ចែកជា2ស្រាប់4អានឹងបាន4ហើយមានន័យថា5 4ហើយចល័យត្រូវរួចនេះចេញរកប្រវែងចម្ងាយនេះមកខអីតើបានរកកផងក្នុងត្រីកោណOMB កែងត្រង់ M តាមទិសបត្តិពីតាកឺតាមទ្រឹស្ដីបត់ពីតាកឺ C ការ៉េស្មើ A ការ៉េបូក B ការ៉េ C វិញជាងគេគឺ OB ដាក់មក OB ការ៉េស្មើនឹងOM ការ៉េបូកជាមួយនឹង MB ការ៉េ OB 5 OM
អត់ស្គាល់អំបេរកឃើញមិញឯងអំបេបាន4អញ្ចឹងប្រវែង OM ជាប្រវែងខ្លីបើយើងចង់បាន OM ប្រវែងខ្លីនេះត្រូវយក EPO ដកប្រវែងជើងខ្លីដែរ OM 5 ដង 25 4ការ៉េ 16រីវីដេអូមុនអស់ហើយអញ្ចឹងយើងបាន OM ស្មើ9ពាក់ឬមក OM របស់យើងចេញ3សង់ទីម៉ែត្រចាយើងបានប្រវែង3រៀលហើយយើងរកសំណួរបន្តរកខកណនាបរិមាណនៃត្រីកោណ OAB ហ្នឹងអានេះជុំវិញនេះភ្ជាប់ហ្មងក៏ត្រីកោណនេះធំនេះណាបរិមាណវា OAB អញ្ចឹងតាមពេលស្មើជ្រុងបូកជ្រុងបូកជ្រុងឬក៏យកជ្រុង OA បូក AB បូក BO OA របស់យើងស្មើនឹង OB ដែរស្មើ5 AB 8 OB 5អញ្ចឹងបាន18កែនេះមួយទៀតហ្មងផ្ទៃកាឡាអានេះគឺដាក់ពលឺហងសភៅទីក៏ពិតវាមានតែប៉ុណ្្នឹងឯងនៃត្រកូលយើងដាក់បានស្គាល់ទាំងអស់6 OAB អញ្ចឹងតែកាឡាត្រកូលអ្នកណាក៏ដឹងដែរបាតគុណនឹងកម្ពស់បាត AB កម្ពស់ OM S បាតគុណនឹងកម្ពស់ចែកជា2បាតរបស់វា AB កម្ពស់ OM ចែកជា2 AB 8ចុះ OM 3ចែក2តែរបស់វាគឺ8 ដង 24ចែកជា2បាន12គិតទៅជាសង់ទីម៉ែត្រការ៉េហ្នឹងហើយអូនចឹងប៉ុណ្ណឹងអ្នកនរអាចយកធ្វើឡើងវិញបានយើងអាចមើលប្រធាននឹងវិញណាគ្រូអានប្រធាននេះរឹងឆ្កងឥឡូវអានក្នុងនេះវិញគេថានៅក្នុងវងចិត្ត O1 ចេញពី O1M កែនឹងគាត់ AB នេះបង្កើតបានទៅជាកម្មស្មើ5សង់ទីម៉ែត្រប្រវែង AB ស្មើ8កែងត្រង់ចំណុច M កែនៃប្រវែង OM ចម្ងាយពីចិត្តទៅអង្គធ្នូហើយនឹងរូបបរិមាត្រជំវិញរបស់ត្រីកោណមួយ3ជ្រុងនិងតែកាឡាបាតគុណកម្ពស់ចែកជា2ជួបគ្នាវីដេអូក្រោយបាយបាយ